សួស្តីបងប្អូនអ្នកសិក្សានៅក្នុងមេរៀនបន្តនេះយើងចូលទៅកត់អត្តសញ្ញាណរបស់ទំនិញនៅក្នុងអត្តសញ្ញាណទំនិញបើសិនបើទំនិញយើងមានជាក្រុមយើងអាចកត់ត្រាជាក្រុមសិនបន្ទាប់មកបានយើងកត់ទំនិញរបស់យើងជាបន្តបន្ទាប់ឧទាហរណ៍ថាទំនិញខ្ញុំមានក្រុមខ្ញុំត្រូវបង្កើតក្រុមទំនិញជាមុនសិនឧទាហរណ៍ថាទំនិញខ្ញុំឈ្មោះ AC Panel ហើយខ្ញុំដាក់ជាពីរភាសាដាក់នៅក្នុង description បាទផ្នែកសំខាន់3ទៀតនៅក្នុងការបង្កើតក្រុមគឺ account ថ្លៃដើមaccount inventory និង account ចំណូលយើងត្រូវចាប់ឲ្យត្រូវតាមប្រភេទក្នុងនេះគឺយើងចាប់ account ថ្លៃដើមបាទចុច cost console បាទបើសិនបើមានពន្ធយើងអាចដាក់ពន្ធនៅក្នុងនេះយើងមានពន្ធកាត់ទុកពីលេខ1ដល់លេខ9 non VAT មិនជាប់ពន្ធទិញពន្ធលក់បាទក្នុងនេះយើងយកពន្ធទិញចូល 10% បាទ prefer supplier ចង់សំដៅលើអ្នកផ្គត់ផ្គង់ដែលជាមួយដុំមួយធំដែលអនុញ្ញាតឲ្យយើងជំពាក់បានច្រើនបានយូរជាអ្នករកស៊ីជាមួយយើងយូរបាទចំណែកនៅក្នុង stock account គឺយើងចាប់យក inventory នៅមុខឈ្មោះទំនិញក្រុមដដែលនេះបាទមួយទៀតនៅក្នុង sale account គឺយើងសំដៅលើ revenue លើឈ្មោះទំនិញដដែលនេះបាទបើសិនបើមានពន្ធយើងយកពន្ធ output 10%បាទទាំងនេះគឺជាការបង្កើតក្រុមបាទចំណែក Lean project គឺជា project គំរូមួយពីព្រោះកម្មវិធី Conical Head អាចគ្រប់គ្រងបាន project ច្រើនលើសពីមួយប៉ុន្តែនៅក្នុងនេះយើងប្រើលើ default project បាទហើយខ្ញុំអាច add ទៅដើម្បីអាចមើលបានការកត់ត្រារបស់ខ្ញុំនៅក្នុងប្រអប់ name ប្រអប់ឈ្មោះខ្ញុំអាចចុចកែវយឹតដើម្បីឃើញឈ្មោះដែលខ្ញុំបានបង្កើតឈ្មោះក្រុមបន្ទាប់ពីបង្កើតឈ្មោះក្រុមខ្ញុំចូលទៅបង្កើតទំនិញក្រុមទំនិញនេះដដែលទំនិញឧទាហរណ៍ថាទំនិញរបស់ខ្ញុំឈ្មោះជាលេខកូដយើងអាចកំណត់ទៅតាមតម្រូវការជាក់ស្ដែងរបស់ទំនិញយើងបាទឈ្មោះទំនិញខ្ញុំណាពណ៌សខ្ញុំវាជាពីរភាសាបាទនេះឈ្មោះក្រុមដែលខ្ញុំបានបង្កើតពីព្រោះក្រុមជាក្រុមមេនិងរបស់ទំនិញជាច្រើនដែលខ្ញុំបង្កើតខាងលើបាទដូច្នេះខ្ញុំត្រូវរើសក្រុមដើម្បីងាយស្រួលក្នុងការគ្រប់គ្រងចំណែក inactive មានន័យស្មើនឹងការលុបមានន័យថាទំនិញរបស់យើងនឹងត្រូវលុបប្រសិនបើយើង tick មានន័យស្មើនឹង delete វានឹងមិនមាននៅក្នុងរបាយការណ៍ kit មានន័យថាទំនិញដែលមានជាលក្ខណៈគ្រឿងបន្លាស់ដើម្បីសម្គាល់ចំណុចសំខាន់ផ្សេងទៀតនៅក្នុង item detail មាន item information ប្រសិនបើទំនិញយើងជា stock ឬក៏ជា service យើងអាចរើសបានជាប្រភេទវិធីសាស្ត្រក្នុងការឲ្យ system គណនាជាប្រភេទថ្លៃដើម FIFO ឬក៏ wage average description យើងអាចដាក់បន្ថែមចំណែក quality on hand យើងនឹងធ្វើនៅក្នុង stock adjustment ពេលនោះចំនួននឹងចូលមកក្នុងឈ្មោះមុខទំនិញនីមួយនៅខាងស្ដាំដៃបើសិនបើទំនិញយើងមាន mark មាន color មាន barcode
យើងអាចវាលេខ barcode នោះឬក៏លេខអ្នកផលិតឬក៏សីតុណ្ហភាពឬក៏ទីតាំងចំណុចមួយទៀតគឺថ្លៃជាថ្លៃដើមក្នុងការផលិតជាដុល្លារឬក៏ជារៀលបើសិនបើឧទាហរណ៍ទំនិញខ្ញុំថ្លៃ 29.5 កាក់ជាថ្លៃដើមហើយថ្លៃខ្ញុំលក់30ឧទាហរណ៍ក្នុងនេះបើសិនបើយើងជ្រើសរើសយក currency ដុល្លារ currency រៀលនឹងបិទដោយ automatic បាទនៅខាងស្ដាំដៃគឺប្រភេទរបស់ទំនិញយើងបើសិនបើមានជាប្រភេទលេខ1លេខ2លេខ3ព័ត៌មានផ្សេងសម្រាប់ទំនិញមាន user real ក្នុងករណីទំនិញជាគ្រឿងអេឡិចត្រូនិកក្នុងករណីទំនិញមានថ្ងៃការផលិតនិងថ្ងៃផុតកំណត់យើងប្រើ batch code ឬក៏ stock expire បាទនៅក្នុង order period day គឺចំនួនថ្ងៃដែលយើងកម្មង់បើសិនបើយើងសម្គាល់ថាយើងកម្មង់ក្នុងកន្លង15ថ្ងៃយើងអាចវាយ15ថ្ងៃនេះជាចំនួនដែលយើងកម្មង់ទាបបំផុតខាងនេះជាចំនួនដែលយើងកម្មង់ខ្ពស់បំផុតបាទហើយនឹង reorder point គឺចំណុចចំនួនទំនិញដែលយើងគួរនឹងធ្វើការកម្មង់ឡើងវិញបាទ equivalent unit មានន័យថាតម្លៃស្មើនឹងទំនិញឧទាហរណ៍ថាក្នុងទំនិញជាស្រាបៀរមួយកេសមានតម្លៃស្មើមានចំនួនស្មើនឹង24កំប៉ុងឧទាហរណ៍ប៉ុន្តែក្នុងទំនិញដែលខ្ញុំឧទាហរណ៍គឺមិនមានទេពីព្រោះវាជាប្រភេទដែកប្រភេទអាលុយមីញ៉ូមបាទព័ត៌មានចាំបាច់បន្តទៀតនៅក្នុង account detail បាទយើងត្រូវមើលឡើងវិញពីព្រោះយើងបានបង្កើតនៅក្នុងក្រុមហើយដូច្នេះព័ត៌មានទាំងអស់នឹងលោតមកឲ្យយើងបានត្រឹមត្រូវបាទជាពិពណ៌នាជា cost ថ្លៃដើមជា sale ជា stock បាទសម្គាល់ត្រង់ចំណុច other cost មានន័យថានៅក្នុងថ្លៃដើម$29.5 កាក់គឺសរុបចំនួនដែលយើងធ្វើការបូកសរុបមានថ្លៃដើមថ្លៃដឹកជញ្ជូននិងថ្លៃផ្សេងទៀតទើបយើងបានចំនួន$29.5នៅក្នុងព័ត៌មានផ្សេងទៀតមានបន្ថែមទៅលើកម្ពស់ប្រវែងទំហំរបស់ទំនិញបើសិនបើមាន browse យើងអាចភ្ជាប់រូបទំនិញរបស់យើងបានដើម្បីឲ្យយើងភ្ជាប់រូបទំនិញបាទបន្ទាប់ពីយើងបានបំពេញទម្រង់រួចរាល់យើងអាចធ្វើការ add បញ្ចូលបាទដើម្បីមើលទំនិញដែលយើងបាន add បញ្ចូលនៅក្នុងផ្ទាំងដដែលយើងអាចយកកែវយិតដែលនៅគៀក item name ដើម្បីមើលទំនិញដែលយើងបានបង្កើតចំណុចមួយទៀតខ្ញុំសូមណែនាំពីការបង្កើតឈ្មោះ supply ឈ្មោះអ្នកផ្គត់ផ្គង់បាទយើងចូល manage supply បាទហើយយើងអាចវាយឈ្មោះអ្នកផ្គត់ផ្គង់របស់យើងឧទាហរណ៍អ្នកផ្គត់ផ្គង់ខ្ញុំឈ្មោះជាយ៉ាខ្ញុំបង្កើតជា2ភាសាបាទលេខកូដនេះគឺលេខកូដអ្នកផ្គត់ផ្គង់ដែលយើងអាចផ្លាស់ប្ដូរបានបាទប្រសិនបើមានក្រុមយើងដាក់ក្រុមបាទនៅក្នុងនេះជាអាសយដ្ឋានរបស់អ្នកផ្គត់ផ្គង់របស់យើងអាចបំពេញមានអាសយដ្ឋានមានទីក្រុងមន្ទីរលំនៅមានលេខកូដនិងលេខទូរស័ព្ទនៅក្នុងចំណុច term មានចំនួនថ្ងៃដែលអាច
ឲ្យយើងជំពាក់នឹងករណីចរចាជាមួយអ្នកផ្គត់ផ្គង់ថាអាចឲ្យយើងជំពាក់ក្នុងចំនួន15ថ្ងៃ30ថ្ងៃឬក៏ do on receipt មានន័យថាអាស្រ័យទៅលើលេខ receipt ដែលយើងចេញនៅក្នុងថ្ងៃណាគឺត្រូវធ្វើការបង់ប្រាក់ថ្ងៃនោះ VAT គឺចំនួនគឺលេខពន្ធរបស់អ្នកផ្គត់ផ្គង់ពេលនោះយើងអាចសុំពីអ្នកផ្គត់ផ្គង់បានដើម្បីបញ្ចូលថា VAT លេខពន្ធរបស់អ្នកផ្គត់ផ្គង់ឈ្មោះអាជីយ៉ានេះយើងបានវាយបញ្ចូលដើម្បីទុកប្រើនៅពេលក្រោយជាទូទៅ account គឺ system នឹងលោតឲ្យយើង automatic នៅក្នុង account ជាលក្ខណៈ account payable ពីព្រោះជា supplier បាទបន្ទាប់ពីយើងបានបំពេញរួចហើយយើងអាចចុច add បាទយើងអាចមើលឡើងវិញនៅក្នុង name ឈ្មោះ supplier ដែលយើងបានបង្កត់បញ្ចូលមួយចំណុចមួយទៀតខ្ញុំសូមមកទៅ client ស្រដៀងគ្នានឹង supply client គឺយើងអាចវាយបញ្ចូលឈ្មោះឧទាហរណ៍តេជូនខ្ញុំឈ្មោះCinco Enterprise ខ្ញុំអាចវាយបញ្ចូលឈ្មោះខ្ញុំវាជាពីរភាសាមកលេខកូដយើងអាចផ្លាស់ប្ដូរបានបាទចំណុចមួយទៀត is client stop មានន័យថាបើសិនបើយើង tick គឺអតិថិជននេះមានន័យថាស្មើនឹងលុបយើងអាចលុបចេញពីបញ្ជីប៉ុន្តែក្នុងនេះយើងបង្កើតនៅក្នុងការបង្កើត client យើងអាចបង្កើតអាសយដ្ឋានដែលយើងត្រូវដឹកទំនិញទៅឬក៏អាសយដ្ឋានដែលយើងត្រូវទទួលវិក្កយបត្របាទមានឈ្មោះទីក្រុងមានលេខកូដមានប្រទេសមានលេខទូរស័ព្ទលេខ email បាទចំណុចមួយទៀតនៅក្នុង profile គឺយើងលម្អិតទៅលើលេខផ្ទះលេខផ្លូវរបស់គាត់របស់អតិថិជនយើងបាទមានលេខ password មានលេខថ្ងៃខែឆ្នាំកំណើតបាទចំណុចមួយទៀតគឺ selling detail បើសិនបើយើង tick enforce credit limit មានន័យថាយើងអនុញ្ញាតឲ្យអតិថិជនយើងរូបនេះលក់ទិញដោយជំពាក់ក្នុងចំនួនប៉ុន្មានដែលយើងបានកំណត់ឧទាហរណ៍យើងកំណត់ថា$500មានន័យថាយើងអាចអនុញ្ញាតឲ្យអតិថិជនឈ្មោះ Zinco Enterprise លក់ទិញជំពាក់ត្រឹមតែចំនួន$500ចុះបាទ term ដូចគ្នាគឺអាចអនុញ្ញាតឲ្យគាត់ជំពាក់ក្នុងថ្ងៃណាមួយចំនួនកំឡុងថ្ងៃឬក៏នៅក្នុងថ្ងៃដែលយើងចេញ receipt របស់គាត់ឬក៏យើងអាចវាយបញ្ចូលថ្ងៃថ្មីទៅតាមការជាក់ស្ដែងបាទនៅក្នុង account គឺយើងចាប់យក account receivable បាទឬក៏យើងអាចភ្ជាប់រូបរបស់អតិថិជនយើងបាទដើម្បីជាការសម្គាល់បាទដូច្នេះសរុបមកព័ត៌មានចាំបាច់សំខាន់គឺឈ្មោះនិងលេខកូដបើសិនបើយើងត្រូវការលុបគឺយើងលុបពីរបាយការណ៍គឺយើង tick is client stop បាទនេះជាព័ត៌មានលម្អិតបន្ថែមទៅលើទីកន្លែងដែលយើងត្រូវដឹកទៅនេះជាព័ត៌មានដែរនិយាយអំពីព័ត៌មានលម្អិតរបស់អតិថិជនរូបនេះផ្ទាល់បាទបើសិនបើបានរួចរាល់ហើយគឺយើងអាចចុច record បានបាទនៅក្នុងមេរៀននេះខ្ញុំបាទសូមបញ្ចប់ត្រឹមនេះយើងនឹងជួបគ្នានៅមេរៀនបន្តទៀត